ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបកស្រាយបដិសេធទាំងស្រុងទៅលើការផ្សព្វផ្សាយនៅព័ត៌មានមិនពិតរបស់គណនី Facebook មួយដែលបង្ហោះដោយដាក់ចំណងជើងថាលោកស្រីជាសេរីប្រធានធនាគារជាតិកម្ពុជាប្រមានមិនឲ្យចាយលុយដុល្លារឲ្យចាយលុយដុងរបស់យួនវិញនៅក្នុងពេលឆាប់ខាងមុខនេះយោងទៅតាមការផ្សព្វផ្សាយនៅលើ page ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាព័ត៌មានដែលគេចែកចាយនោះជាព័ត៌មានคล้ายៗប្រឌិតបោកប្រាស់ក្នុងចេតនាទុច្ចរិតដោយឡែកចំពោះព័ត៌មានពិតវិញគឺលោកជំទាវបណ្ឌិតជាសេរីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឲ្យបានទូលំទូលាយដើម្បីពង្រឹងឯករាជ្យនិងអធិបតេយ្យភាពជាតិលោកជំទាវមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀលប្រព័ន្ធទូទាត់បាកងនិង KHQR នៅវិមានសភានាថ្ងៃទី20ខែមីនាឆ្នាំ2025យ៉ាងណាមិញធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ឲ្យបងប្អូនសាធារណជនប្រុងប្រយ័ត្នចំពោះព័ត៌មានคล้ายៗដែលគេផ្សព្វផ្សាយលើបណ្ដាញសង្គមសពថ្ងៃ